សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកចែករំលែកអំពីសកម្មភាពរបស់ខ្ញុំរយៈពេល1ថ្ងៃពេញនៃការប្រឡងបញ្ចប់បញ្ញត្តិបត្រនៅសាកលវិទ្យាល័យបេតិអន្តរជាតិដែលនេះគឺព្រលឹមឡើងគឺថាខ្ញុំងើបតាំងពីម៉ោង4ដើម្បីរៀបចំខ្លួនឲ្យបានស្អាតបាតពីព្រោះអីការប្រឡង state នេះគឺរយៈពេល4ឆ្នាំមានម្ដងអញ្ចឹងត្រូវតែរៀបចំខ្លួនឲ្យបានស្អាតបំផុតបន្ទាប់ពីរៀបចំខ្លួនរួចរាល់ខ្ញុំបាទក៏បានធ្វើដំណើរទៅដល់សាកលវិទ្យាល័យអាចថាពីព្រលឹមដែរព្រោះអីនៅកន្លែងផ្ទះម៉ូតូគឺអត់ទាន់ស្មានម៉ូតូទេខ្ញុំបានទៅដល់មុនប្រហែលជា1ម៉ោងហើយឡើងមកខាងលើក៏បានជួបជាមួយនឹងមិត្តភ័ក្តិចំនួន3-4នាក់បន្តទៀតដែលគាត់បានមកលឿនដូចគ្នាដែរហើយយើងក៏បានធ្វើដំណើរតាមចរាយន្តឡើងទៅកាន់ជាន់ទី4ព្រោះអីបន្ទប់ខ្ញុំប្រឡងគឺនៅជាន់ទី4ហើយលេខបន្ទប់ដូចជា403ថាខ្ញុំទៅកាលហ្នឹងគឺមកលឿនប៉ុន្តែការពិតគឺមានអ្នកដែលមកលឿនជាងខ្ញុំទៀតហើយសំខាន់គាត់ចូលទៅអង្គុយក្នុងថ្នាក់ហើយគាត់អត់ចុចបើកភ្លើងទៀតធ្វើឲ្យអ្នកដែលមកក្រោយនោះក៏ភ្ញាក់ចង្រិតចាំមកមិនគេហាត់មកភ្លើងទៀតខ្ញុំនិយាយថារឿងហ្នឹងគឺមានតែបងសរឿនម្នាក់គាត់ដែលអាចធ្វើបានគាត់ introvert តាំងពីឆ្នាំទី1រហូតដល់ថ្ងៃចុងក្រោយគឺថាមកមិនខ្ចីដោះម៉ាស់ហើយក៏អត់ខ្ចីមាត់មួយថ្ងៃទល់មួយថ្ងៃគឺនៅតែឯងហ្មងតែពេលប្រឡងចឹងទៀតម៉ោងប៉ុន្មានគាត់ដល់ម៉ោងឧទាហរណ៍ម៉ោងកន្លងម៉ោង8ចឹងណាម៉ោង7ខាងថ្ងៃនេះមកកន្លះម៉ោងមុនយ៉ាហួយនឹងល្អសូមលើកមានឡាយខ្លួនឯងមួយតែនិយាយថាអីបើសិនបើថ្ងៃប្រឡងហើយទៅមកយឺតទៀតគឺថាមិនបាច់និយាយហ្មងឥឡូវបកមកក្រៅថ្នាក់នេះវិញគឺថាខ្ញុំទៅប្រឡងមែនប៉ុន្តែទៅតែខ្លួនទេបិចបន្ទាត់អីគឺខ្ញុំផ្ញើគេទិញទាំងអស់គឺម្នាក់នេះឯងគឺខ្ញុំផ្ញើវីរៈគាត់ទិញឲ្យហើយអរគុណគាត់មែនតើបើសិនជាអត់មានបិចគាត់ទិញឲ្យនឹងទេគឺថាប្រឡងធ្លាក់ហ្មងគឺដឹងតែអត់អីរសេហើយឥឡូវនេះគឺទស្សនវិជ្ជានៅក្នុងថ្នាក់អត់តាន់មកគ្រប់គ្នាទេគឺនៅមកបដាពួកអីពួកយើងមកមុនម៉ោងឡើង1ម៉ោងនៅតែអត់តាន់មានការមកគ្រប់គ្រងថ្នាក់ទេអានេះគឺជាសកម្មភាពដែលពួកខ្ញុំបានប្រឡងចប់ម៉ោងទី1គឺថាបេះខ្លាំងមែនតើគឺថាធ្វើបានល្អសឹងគ្រប់គ្នាហើយមើលតែអារម្មណ៍អ្នកទៅគឺដឹងហើយបន្ទាប់ពីប្រឡងហើយគឺថារីករាយមកជជែកគ្នាសើចញញឹមហើយមានអ្នកខ្លះមិនតែសើចញញឹមគឺរំឲ្យមើលទៀតអានេះគឺហៅថានៅពេលដែលវិញ្ញាសាចេញមកល្អគឺថាអារម្មណ៍អីក៏មានដែរពុបពេញដោយ powerful តែម្ដងឥឡូវនេះគឺយើងបានបញ្ចប់ពីមុខវិជ្ជាហើយគឺថាដល់ពេលដែលយើងត្រូវទៅសម្រាប់សិនមានអ្នកខ្លះក៏ទៅផ្ទះអ្នកខ្លះក៏ទៅបាយនៅសាលាហើយពួកខ្ញុំនេះមុននឹងតាណាទាំងអស់គឺមកថតរូបជុំគ្នាសិនដើម្បីអ្នកខ្លះគេធ្វើ vlog អ្នកខ្លះគេទុក point អញ្ចឹងណាហើយអធិស្ឋានផងអ្នកទាំងអស់គ្នាអត់បានថតរូបពេលពងប្រឡងឲ្យមើលទេពួកអីគេឲ្យប្រើទូរស័ព្ទអញ្ចឹងមានតែពេលនៅក្រៅទេបន្ទាប់ពីចុះមកពីប្រឡងហើយគឺខ្ញុំអត់បានទៅផ្ទះវិញទេគឺមកនាំគ្នាហូបបាយជុំគ្នានៅក្នុងហារដ្ឋាននៅក្នុងសាលាផ្ទាល់ហើយបាយអីមានតែប៉ុណ្្នឹងឯងហើយបន្ទាប់ពីយើងធ្វើការហូបបាយហើយគឺយើងមកនាំគ្នាសម្រាប់ចាប់ពីម៉ោងដូចជា12រហូតដល់ម៉ោង2នៅក្នុងបណ្ណាល័យហើយការសម្រាប់ហ្នឹងដែរពួកយើងក៏បាននាំគ្នាថតរូបថតវីដេអូហើយក៏បានchiaរំលឹកមេរៀនសួរគ្នាទៅវិញទៅមកហើយនេះគឺជាសកម្មភាពនៅពេលដែលប្រឡងបញ្ចប់ពេលល្ងាចមួយទៀតដោយសារតែយើងជាប់ភ្លៀងអញ្ចឹងគឺអត់បានទៅផ្ទះទេហើយដល់ពេលដែលរាំងភ្លៀងគឺថាជិះលើសមុទ្រតែម្ដងគឺថាលិចតាំងពីចំចៅរហូតដល់ស្ពានដីហុយអញ្ចឹងសម្រាប់វីដេអូសកម្មភាពរបស់ខ្ញុំរយៈពេល